បាទសូមជម្រាបសួរទៅកាន់បងប្អូនទាំងអស់គ្នាទៅលើបងប្អូនដែលគាត់មានចំណាប់អារម្មណ៍ឬក៏ចូលចិត្តឬក៏អ្នកដែលចង់ចាប់ផ្ដើមធ្វើចការលើដំណាំចេកបាទថ្ងៃនេះខ្ញុំមានប្រធានបទពិសេសទៅលើបច្ចេកទេសនៃការធ្វើចេកសរីរាង្គដែលខ្ញុំផ្ទាល់មានបទពិសោធន៍ទៅលើការធ្វើចេកនេះនាំទៅកាន់ប្រទេសជប៉ុនផងដែរយ៉ាងតកតងទៅនឹងតម្រូវការហាងបែបផែននៃការធ្វើនេះគឺយើងមិនមែនចេះតែធ្វើតាមអ្វីដែលយើងនឹកឃើញទេគឺសុទ្ធតែមានបច្ចេកទេសនិងក្បួនខ្នាតរបស់គេត្រឹមត្រូវព្រោះថាប្រទេសជប៉ុនគឺជាប្រទេសមួយដែល strict ខ្លាំងទៅលើសារធាតុគីមីទៅលើការវេចខ្ចប់និងទៅលើការទុកដាក់ផងដែរអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនាំបងប្អូនទាំងអស់គ្នាចូលទៅក្នុងវីដេអូរបស់យើងផងដែរបាទតកតងទៅនឹងដំបូងគឺយើងផ្ដោតសំខាន់ទៅលើដំណើរការនៃការនិយមចឹងដំណើរការនៃការច្រត់និយមនេះគឺយើងអាចធ្វើការពិនិត្យទៅលើស្ថានភាពជាក់ស្ដែងដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺត្រយងរបស់យើងអាចធ្វើការបែងចែកចាប់ពី 20% 30% 40 50 ឬ 75 ផងដែរជាក់ស្ដែងនេះតកតងនឹងត្រយងរបស់ខ្ញុំផ្ទាល់គឺវាមានកម្រិតនៃការចេញគឺ 75% ហើយបងប្អូនសួរថាតើយើងអាចមើលបែបណាទើបដឹងថាត្រយងនេះមានកម្រិត 75% ឬក៏កម្រិត 50% ឬក៏ 20% ចំពោះចំណុចនេះផងដែរគឺអាស្រ័យទៅលើការដែលយើងចុះទៅមើលនៅក្នុងចការជាក់ស្ដែងបើសិនជាពុថាដំណាក់កាលនៃការចេញត្រយងរបស់វាគឺមានរយៈពេល 7 ថ្ងៃហើយបើសិនជាបងប្អូនឃើញវានៅទូចពេកក្នុងពាក់កណ្ដាលនេះបងប្អូនក៏អាចសន្និដ្ឋានបានថាវានៅក្នុងចន្លោះពី 50 ឬក៏40% ផងដែរអញ្ចឹងចាស់ស្ដែងត្រយងនេះគឺវាបានរយៈពេលប្រហែលជា4ថ្ងៃ5ថ្ងៃហើយអញ្ចឹងយើងអាចសន្និដ្ឋានបានថាគឺវាមានអាយុកាល75ថ្ងៃហើយតើតើនឹងការមើលត្រយងនេះផងដែរគឺវាមានរឿងច្រើនក្នុងការមើលពេលខ្លះត្រយងខ្លះវាតម្លាក់បិណ្ឌចុះក្រោមចេះអញ្ចឹងអានឹងយើងអាចច្រកបានទេអញ្ចឹងត្រយងដែលត្រឹមត្រូវនឹងសមស្របសម្រាប់ការធ្វើការច្រកនេះគឺក្នុងកម្រិតពី 50 ទៅ 75% ហើយតកតងទៅនឹងការច្រកនេះផងដែរគឺយើងប្រើប្រាស់នៅក្រដាសកាសែតរបស់យើងធ្វើការរុំត្រយងដើម្បីការពារពីកម្ដៅថ្ងៃហើយបងប្អូនគាត់សួរថាចុះបើសិនជាយើងអត់រុំក្រដាសកាសែតបានអត់មិនបានទេមូលហេតុថាបើសិនជាយើងអត់រុំក្រដាសកាសែតទេវានឹងធ្វើឲ្យកម្ដៅចាំងខ្លាំងវាអាចធ្វើឲ្យស្លោកនៃផ្នែកខាងត្រយងដែលត្រូវពន្លឺខ្លាំងព្រោះថាពេលដែលយើងរុំក្រដាសកាសែតគឺដើម្បីការពារកម្ដៅថ្ងៃហើយយើងដាក់ថង់ប្លាស្ទិកបតង់ទៀតដើម្បីធ្វើការសម្លាប់នៅប្រភេទ trip គេហៅថា trip ដែលមាននៅក្នុងត្រយងហើយតកតងទៅនឹងប្រភេទ trip នេះផងដែរគឺជាសត្វល្អិតដែលវាបំផ្លាញខ្លាំងទៅលើត្រយងរបស់យើងដែលធ្វើឲ្យត្រយងរបស់យើងពេលដែលចេញមកគឺមានសភាពអុចចេករបស់យើងអុចដែលមិនមែនជាស្តង់ដារត្រូវការរបស់ប្រទេសជប៉ុនផងដែរអញ្ចឹងត្រយងរបស់យើងបើសិនជាយើងចង់បានល្អគឺយើងត្រូវបែបនេះហើយមួយបែបទៀតបើសិនជាយើងធ្វើការនាំចេញទៅកាន់ប្រទេសចិនទេគឺមិនបាច់ធ្វើបែបនេះទេយើងអាចធ្វើការចាក់ត្រយងផងដែរហើយតាក់ទងទៅនឹងការចាក់ក៏យើងមានវិធីសាស្ត្រនៅការផែនផងដែរខ្ញុំនឹងធ្វើវីដេអូក្រោយទៅលើការចាក់ត្រយងប៉ុន្តែឥឡូវនេះខ្ញុំផ្ដោតសំខាន់ទៅលើដំណើរការនៃការច្រត់ត្រយងអញ្ចឹងតាក់ទងទៅនេះសង្ឃឹមថាបងប្អូនទាន់ហើយបើសិនជាមិនទាន់តន័យទេបងប្អូនអាចធ្វើការ comment នៅខាងក្រោមខ្ញុំនឹងធ្វើការបកស្រាយបន្តទៀតចឹងតើតោះដំណើរការនៃការច្រកយងនេះគឺដូចខ្ញុំជម្រាបពីខាងលើអញ្ចឹងគឺទីមួយយើងធ្វើការពារពីប្រភេទសត្វល្អិតដែលយើងហៅថាគឺជាប្រភេទ flower trip នេះបងប្អូនអាចចូលនៅក្នុង YouTube ក៏បានឬចូលនៅក្នុង Google ដើម្បី search ថា flower trip on banana អញ្ចឹងទៅវានឹងចេញលក្ខណៈឬក៏ទម្រង់នៃរូបភាពឲ្យបងប្អូនបានឃើញហើយអញ្ចឹងគឺជាអញ្ចឹងតើតើដំណើរការរបស់វាគឺដូចខ្ញុំបានជម្រាបនៅក្នុងដើមវីដេអូនេះគឺជាការជ្រើសរើសត្រយងដែលចេញបានចន្លោះពី 25 ទៅ 35% អញ្ចឹងបងប្អូនអាចមើលបែបណាបងប្អូនឧស្សាហ៍ចុះទៅការជេរទៅហើយមើលទៅលើត្រយងទៅយូរទៅបងប្អូននឹងចេះមើលហើយការអាការខ្សែដូចខ្ញុំបាននិយាយខាងលើគឺដើម្បីធ្វើការការពារពន្លឺព្រះអាទិត្យដែលជះមកប៉ះនឹងត្រយងរបស់យើងហើយតកតងការច្រកថង់ប្លាស្ទិកនេះផងដែរប្រទេសសហ្នឹង
គឺស្តង់ដាគឺវាមានតែតឹងស្តង់ដានៃការធ្វើថង់ផ្លាស្ទិកហ្នឹងគេមានតែតឹងពីកន្លះម៉ែត្រទៅបដោយ1ម៉ែត្រកន្លះអញ្ចឹងអាកថង់ទៀតតោតមិនមែនចេះតែយកប្រភេទកថង់របស់យើងអាកថង់ចោលស្ករឬកថង់បន្លែមួយច្រត់ទេគឺមិនមែនទេគឺសុទ្ធតែមានស្តង់ដាបច្ចេកទេសរបស់គេត្រឹមត្រូវដើម្បីធ្វើការច្រកបើសិនជាមិនដូចនេះទេនៅពេលដែលបងប្អូនទាញក៏វាអាចធ្វើឲ្យខូចទៅលើបរិវេណឬក៏ថង់របស់យើងផងដែរហើយបន្ទាប់ពីធ្វើការច្រកថង់រួចយើងត្រូវសេរីទិសដៅទៅយោងដើម្បីធានាឲ្យពេលដែលទៅយោងវាធ្លាក់ចុះក្រោមមកវាប៉ះនឹងថង់ឬក៏អាចលហែកថង់ព្រោះថាទៅយោងរបស់យើងនៅពេលដែលវាលូតវាចាប់ផ្ដើមលូតទៅលើត្រង់ចេះហើយបន្តមកទៀតវានឹងធ្វើការតម្លាក់ចុះតាមទិសដៅនៃពន្លឺព្រះអាទិត្យឬក៏ទិសដៅនៃទៅយោងរបស់វាផងដែរទៅពេលដែលវាតម្លាក់បើសិនជាបងប្អូនអត់បានសេរីកថង់ត្រឹមត្រូវទេវាអាចធ្វើឲ្យទៅយោងរបស់យើងគឺបុកទៅលុបហើយខាងលើនេះអញ្ចឹងពេលដែលវាបុកទៅលុបវានឹងលហែកតែបើសិនជាបងប្អូនសេរីបានត្រឹមត្រូវអញ្ចឹងលក្ខខណ្ឌនៃការលូតលាស់របស់វានឹងលូតតាមសម្រួលហើយកន្លែងដែលយើងសម្រួលនេះសម្រួលបែបនេះវានឹងធ្វើការលូតចុះតាមអ្វីដែលទយោងវាបានធ្វើការតម្លាក់ចុះនៃទិសដៅទយោងមកវាផងដែរចំសិនសង្ឃឹមថាបងប្អូនទាន់ហើយនឹងយល់ត្រង់ចំណុចនេះព្រោះថាបើសិនជាយើងញុកមិនបានសេរីឬមិនបានទីត្រឹមត្រូវផ្នែកខាងចុងទេវានឹងធ្វើឲ្យធ្លុះបាទអញ្ចឹងខ្ញុំសូមបន្តទៀតហើយតកតងទៅនឹងសម្ភារៈប្រើប្រាស់ដូចខ្ញុំបានជម្រាបចឹងគឺវាមានกระดาษកាសែតថង់ផ្លាស្ទិកខ្ញុំជម្រាបខាងលើហ្នឹងហើយនឹងចដាខ្សែហើយនឹងកាំបិតភាសាខ្សែខ្ញុំបានដាក់ខ្សែគឺដើម្បីការពារឬក៏ចងរឹតកុំឲ្យដើមដួលហើយកបិតរបស់យើងគឺកបិតកាត់ធាងចេកកបិតចិត្តផ្នែកខាងលើនៃចេកឬក៏ឯណាដែលយើងយកប្រសិទ្ធយើងជាដើមហើយតើតើថងនេះដោយសារខ្ញុំថតវាវែងចឹងថតទៅវាឃើញខ្ញុំ zoom មកជាទម្រង់បែបនេះវិញហើយតើតើចដើខ្ញុំនឹងទៅចិត្តបងប្អូនធ្វើការប្រើប្រាស់ជាប្រភេទចដើស័យដើម្បីងាយស្រួលឡើងប៉ុន្តែតើតើចដើនេះគឺជាប្រភេទចដើដៃទេយើងធ្វើចេញពីដៃទេប៉ុន្តែតាមអនុសាសន៍ជាក់ស្ដែងដែលខ្ញុំបានធ្វើគឺខ្ញុំប្រើដើរឫស្សីវាងាយស្រាលងាយស្រួលដើរជាងហើយងាយស្រួលទុកដាក់ហើយចំណាយថវិកាតិចផងដែរហើយតកតងទៅនឹងរបៀបនៃការច្រត់យកឲ្យបានត្រឹមត្រូវខ្ញុំបានជម្រាបទៅពីខាងដើមអញ្ចឹងគឺយើងអាចមើលទៅលើរូបភាពនេះផ្ទាល់បានទីមួយគឺរូបភាពដែលគេច្រត់បានត្រឹមត្រូវបាទមានការសេរីបានល្អទៅលើផ្នែកនៃកថង់ហើយទី2រូបថតទី2គឺមិនត្រឹមត្រូវទេដោយសារតែគាត់ច្រកហើយគាត់មិនបានសេរីផ្នែកខាងចុងនៃថតនៅកថង់គឺគាត់ច្រកយកហើយគាត់ចុះមកអញ្ចឹងបងប្អូនអាចឃើញវត្តមាននៃថង់គឺវាចុះមកវាមិននៅខាងលើដោយរូបនេះទេអញ្ចឹងនៅពេលដែលយើងច្រកបានត្រឹមត្រូវវាធ្វើឲ្យប៉ះពាល់ទៅដល់កថង់របស់យើងហើយជាពិសេសវត្តមានចលអិតគឺ trip ហ្នឹងគឺវាអាចចូលផងដែរអញ្ចឹងសូមបញ្ជាក់បងប្អូនផងដែរថាមូលហេតុគោលបំណងដែលយើងធ្វើការច្រកកថង់បែបនេះគឺដើម្បីធ្វើការការពារនៅវត្តមាននៃសត្វ trip ឬក៏អង់គ្លេសគេហៅថាជាប្រភេទ flower trip ឬក៏ banana trip នឹងផងដែរតែបន្តមកទៀតយើងធ្វើការតាមដានទៅលើវត្តមានឬក៏ការឡើងនៃទយោងរបស់យើងនៅពេលដែលទយោងរបស់យើងចាប់ដើមតម្លាក់ចុះក្រោមហើយស្លឹកខាងលើនេះបាទគេហៅថាស្លឹកបាអ្នកបងប្អូនយើងអត់ស្គាល់បាទនេះគេហៅស្លឹកបានេះហ្នឹងបាទអញ្ចឹងយើងធ្វើការបត់វាខាងលើឲ្យឡើងលើដូចក្នុងរូបភាពនេះដើម្បីឲ្យវាមានអុកស៊ីហ្សែននិងចលយោបានល្អបើមិនយើងអត់បត់ស្លឹកបាឡើងទេវាអាចធ្វើឲ្យពេលដែលផ្លែចេកនេះវាមិនមានផ្លែចេញមកវាអាចស្ទាប់នៃស្លឹកបារបស់វានឹងធ្លាក់ចុះអញ្ចឹងអាស្លឹកបាខាងលើនេះវាអាចនឹងប៉ះបាទវាអាចខ្យល់បក់មកលាក់ឡើងចុះគឺប៉ះវាធ្វើឲ្យខូចនៅចេករបស់យើងបាទហើយបន្តមកទៀតយើងត្រូវការប្រើប្រាស់ថង់មួយប្រភេទទៀតបាទដំណាក់កាលនេះគឺនៅបន្ទាប់ពីចេកចេញបានរយៈពេលពី7ដល់10ថ្ងៃបាទយើងអាចធ្វើការប្រើថង់ដើម្បីធ្វើការរុំ
chẳng từ dùng để bằng phần khơi này cứ như từ dùng để mình lại dùng cá cứ đọc thằng ngày dài bà vì chọn màu chẳng vì lỡ chập đam bị tranh nó đó vì chập đam chật lẽ nó cứ dập hiệp bật hay vì chập đam lẽ luôn mà không thế cứ dập hiệp bấy cho 4 ngày chẳng bằng phần ai là sắm cồn bán dịch cái bất tả tẹt thông từ nâng cao rồi từ dùng chơi lẽ nó cứ kim miền tây cái tây miền buồn bị thi sao bị buồn bị thi nâng chạy cái tên này cao rồi phòng đài nhưng mình chạy thật man đấy bàตอนที่ยังปลายกันได้ปลาเส้นดำใบถั่วกาล้มในตัวโยงดำใบกาปีบ่าอาจจะจะต้องการมในฟองได้คือยังรมởวิขปูบ่ายังรมởขปูปีพลายบอกวิตามินจังบัดเส้นจะบัดเส้นบางโอนรมสมาร์ทวิถั่วเอาโคนี่เป็นแต่ไทยจังบ้าคือโคบ่าจังยังรมเลยพลายคำเลยนี่จังหรือยังคงรมนี่จังคือยังรมởขปูแบบนี้จังคือยังไอตัวกาปีในกำลังประทัดนั่งตัวการจิตว่ายังลงวันออกของได้แต่ทางกับทางนี้จิตซอสคือยังtừอาจิตเรือก็ดักกระแสตุ้มทั้งคือดำรอยมีชอยจิงโจนในข้างกลางของได้พุทธายังดักทางคิวในกาปีนี่คือดำไว้ที่มวยกาปีปีวัฒนเมียนสัตว์จังไรแต่วีมาติดหรือก็มาค้ำหรือก็มาสี่จิบจะจุดล้างมีประเภทกระเชียวหรือว่าจับหรือว่าสัตว์จังไรตัวแต่เป็นเราปฏิเวณชมวินหนึ่งต่อที่อันนี้คือเชียร์ดำนาการที่ปีกับในเดี๋ยวยังเจาะคอหรือว่าเจาะเตยนั่นคือยังเคยเบียร์เมาไอ้บ่าจังแต่ตอนเราลงตีมวยคือยังทั่วการเจาะดูท้องโดยหายvới mình to đầm nặng ca thì vì giống như đầm nặng ca thì muối đồng về đại dương cho rồi hái như chấp làm đầu thằng này chỉnh té cả thằng này về đại dương đối với mình quát cháu như ngày vào bằng bằng tiền bát và đá được sao nhưng ai thua ca dọa phải hàng trong một viếng để lại tất tránh hay xiên cho một xiên được thằng này bà xiên khả năng chính như ngày vào bằng tiền ba này bà tất thằng ca đọt thong so tranh đuổi nó cứ về dương đỏ hai dương đồng rồi đã đaคือทงรูปนี้จังคือยังดอกที่มีดับเปลี่ยนในใบกาปีก็มอยสับเทปหรือก็สลัดจังไรบอกป่าหรือก็มากระติกของได้ยังเพียบครบนี่เราเวียงการจอดโยงหรืออัดจอดโยงยังมันเพื่อการประสานจะได้ก็เลยประชากรเต้ในของได้พุทธายังมันแมนแค่แต่นักเคยเฟอร์เต้ป่ะพุทธาไว้ไว้แต่ยังเฟอร์ก็แสดงมีประชากรเต้นั่นคือบนขายตำไตรยังแต่ตัวหนังรูปเพียบนี่คือยังบ้านเพื่อการบานใจจะเลยเพียบครบนี่ป่ะนี่คือจะต้องแต่นั่งตัวโยงในยืนบันตัวcáจรอเอาพวกอันเมื่อเราผ่านที่บ้านจรออันนี้อดจรอเทบาจะมาพวกไหนเคยยังที่มวยยังสังเกตแบบหน้าดำใบดังท่าตาไว้แต่ยังทั่วนั้นมีคนแบบล้อเลยอย่างหน้าจุกเจอเลยมันจุกจีที่มวยบางคนอาจมือตะเลิบในขังขน้องนี้พลายใจใบยืนคือวิมินสับเพียบลงบ่าการมองวิเคราะห์มีสภาพซอคอปีใจแต่ยังอัดบันจรอจังประชาแต่รูปทอนนี่คือหนุ่มทอนเมาส์วีประมาณนี้หนึ่งเมื่อจังไอทาปีบ้านหนึ่งเมื่อบันติบันได้เราไปแต่บางคนเพิ่งบางคนหนึ่งเคยทาในขังนองเลยใจคือมีสภาพเกริมมูลหาได้วิเคราะห์คือมองปีกาถึงจุดในประเภทสัตว์เต็มหนึ่งไงบ่าจังบางคนอาจทั่วการไปสอบในตัวบริษัทจีเมียนจักราแล้วก็มีตีต่างในtrongทั่วการไปสอบấyบางคนอาจทั่วการเจอดอกแต่แบบให้ดาวทั่วการไปสอบแต่บางคนเคยหลุดพอลอยบ่เฮ้ยนี่คือจีปัญหาดับมันจุดเตี้ยกำลังเป็นอะไรยังมันทั่วการจบแต่โยนยังได้คือมันจะมีจุดบางคนนั่นคือที่มุ้ยมันจะยังจะอ่านมันเติมไปที่มุ้ยคือเอาโคยตีโยนมายังต้องโคยจังช่องมองมันโคยตีแค่ไหนแต่ทางแต่นี่คือวิบบ่าปัตตาข้างญี่ปุ่นทีมชาติญี่ปุ่นทีมชาติต่างชาติเกี่ยวกับดำไรคู่บ่าแต่ยังจอดเขาให้คือสมาร์ทแต่ยังสมาร์ทเชนมันทำไปยังคอมแทนต้องคือจอดลอยใช่ไหมไอ้นี่คือปัญหาในบรรจุเตี้ยผมลงได้ยังฝึกนั้นคือว่าคือวิโคจรมาอันนี้แต่ตรงกรรมกรอะไรยังปลาบุกวัดยังแต่ตรงกรรมกรยังเราเดินจะบาดได้มันเส้นจีบุกวัดmình nên chụp nên chụp bao lâu nữa có thể cho tới cứปัญหาคือยึดสังเกตขึ้นบ้านบ้านต่างๆมองมันบ้านเอาการมาก่อเลยก่อนเนี่ยได้ก่อนทวนก็họยังđược đại dựng khơi những đăng về đại dựng cho họ khóc thì cái tết bia trên trong lông bàm nà
ចឹងទាំងអស់នេះគឺសិតតែគឺជាការដែលយើងធ្វើខុសប្រកបដីហើយវាតកតងទៅនឹងការដែលកម្មករឬក៏ការដែលយើងមិនច្បាស់ទៅលើការធ្វើវាឲ្យយើងផលបែបហ្នឹងបាទនេះតកតងទៅនឹងអ្វីដែលយើងបានជួបប្រទះក្នុងពេលដែលយើងធ្វើអញ្ចឹងបងប្អូនដែលចង់សាកធ្វើអីក៏ត្រៀមចិត្តត្រៀមកាយបន្តិចបើសិនជាយើងធ្វើហើយមិនត្រឹមត្រូវឬក៏យើងមិនច្បាស់ទេកុំសាកអីសោះទៅលើបច្ចេកទេសជប៉ុននេះផងដែរដោយសារបច្ចេកទេសនេះគឺមិនលែងចោលដូចបច្ចេកទេសនៃការធ្វើចេញរបស់ជនជាតិចិនទេអានេះវាត្រូវការបទពិសោធន៍ជំនាញច្បាស់លាស់ហើយនឹងតិចនៃការមើលទៅយោងផងដែរបាទនេះបងប្អូនឃើញទេយើងជួបប្រទះច្រើនតកតងទៅនឹង abnormal finger hand ផងដែរតកតងទៅនឹង abnormal flower ចេញមកវាខុសទម្រង់នៃផ្កាចេកហៅ flower banana ផងដែរហើយសូម្បីតែខ្លួនចេកឬក៏ស្ទងចេកដែលចេញមកក៏វាអត់ស្អាតដែរបាទចឹងអានេះគឺចោលហើយបាទយើងមិនអាចយកប្រើការបានទេទោះបីជាវាធំលូតលាស់ក៏វារិចបានតែផ្នែកទី1ទី2ទេបាទអាខាងក្រោមនេះគឺដឹងថាចោលហើយបាទចឹងបងប្អូនត្រូវប្រុងប្រយ័ត្នអីមែនទែនទៅលើការធ្វើចេកនំចេញទៅកាន់ប្រទេសជប៉ុននេះផងដែរ